វីដេអូប្រហែលខែមុនហ្នឹងគឺខ្ញុំធ្លាប់ស្លសម្លបែបនេះរួចមួយសារហើយបងប្អូនគ្រាន់តែខ្ញុំអត់សូវប្រើបន្លែច្រើនចឹងដូចជាការ៉ុតស្នីពឬមួយក៏ស្លឹកកញ្ឆៃអីចឹងណាបងប្អូនតែវគ្គនេះសូមបន្ថែមពី3មុខទៀតផងដែរបងប្អូនអញ្ចឹងចង់ដឹងពីវិធីធ្វើរបស់ខ្ញុំបែបណាក៏ចាំមើលទាំងអស់គ្នាបងប្អូនហើយក៏អត់មានអីពិបាកសាំញ៉ាំដែរបងប្អូនមានដូចជាការ៉ុតមានដូចជាស្នីពតស្ពៃកញ្ញាញ់ហើយនិងស្លឹកកញ្ឆៃផងដែរហើយនឹងត្រីឆ្លាតចំនួន5000ផងដែរនិយាយចាំមុខម្ហូបមួយមុខនេះគឺផ្ញើអ្នកជិតខាងទេបងប្អូនហើយឥឡូវយើងដាំទឹកឲ្យពុះមកហើយបន្តមកទៀតនឹងគឺយើងបៀកសាច់ត្រីឆ្លាតដែលយើងលាយគ្រឿងរួចរាល់ហ្នឹងគឺយើងបៀកចូលទៅណាបៀកចូលម្ដងបន្តិចហើយបើសិនជាបងប្អូនចង់លុញក៏បានអីក៏បានដែរតាមការចូលចិត្តរបស់បងប្អូនទេតែសម្រាប់ខ្ញុំខ្ជិលលុញណាបងប្អូនហើយបៀកបន្តិចអញ្ចឹងទៅគឺបានដែរបងប្អូននិយាយចំទៅគឺខ្ញុំអត់ចូលចិត្តធ្វើអីញ៉ៃចឹងច្រើនអញ្ចឹងណាមើលទៅត្រីរៀងឆ្អិនតិចហើយគឺយើងចាក់ការ៉ុតហើយនឹងស្ទៀតពោតចូលទៅនិយាយចំបន្លែប្រហែលបូកនេះគឺសិតចឹងតែជាបន្លែដែលបើកម្លាំងណាបងប្អូនបើសិនជាបងប្អូនមិនធ្លាប់ដឹងទេបងប្អូនអាចមើលវីដេអូខ្ញុំបានអញ្ចឹងណាហើយបន្ទាប់ពីបានពុះបន្តិចហើយគឺបញ្ញាប់ចាក់ខ្ទឹមកញ្ច្រាំបងប្អូនខ្ទឹមច្រាំចូលទៅហើយខ្ញុំនិយាយចំសម្លនេះគឺខ្ញុំប្រើរៀងហឹរបន្តិចដោយសារខ្ញុំប្រើម្រេចច្រើនណាបងប្អូនម្រេចតិចទៅហើយអំបិលមកចាប់ទៅស្ករអំបិលប៊ីចេងម្សៅស៊ុបទឹកត្រីនឹងឯងបងប្អូននិយាយចំគ្រឿងដែលយើងរើសស្ករគឺនៅមានក្នុងផ្ទះបាយយើងស្រាប់ហ្នឹងបងប្អូនយើងដាក់ទៅមកសមល្មមទៅតាមការចូលចិត្តរបស់បងប្អូនទៅគឺបានហើយបន្ទាប់ពីបន្លែពីរមុខនឹងឆ្អិនរួចរាល់ហើយគឺខ្ញុំបញ្ញាប់ចាក់ស្លឹកកញ្ឆាយចូលទៅហើយស្លឹកកញ្ឆាយនេះក៏ងាយនឹងឆ្អិនដែរបងប្អូនចាក់តែប៉ុណ្្នឹងហើយគឺឆ្អិនភ្លាមតែម្ដងហើយបន្លែជាបន្ទាប់នេះគឺជាចុងក្រោយគឺស្ពៃកញ្ញយើងនឹងឯងបងប្អូនហើយនិយាយចាំទៅបន្លែពីមុខនេះនៅពេលដែលយើងចាក់ចូលហើយមិនបាច់ទុកយូរទេបងប្អូនគឺថាវាងាយនឹងឆ្អិនហ្មងណាបងប្អូនបើសិនជាទុកយូរក៏អត់បានទេវាអាចនៅលួយនៅពេលដែលវាលួយទៅគឺវាអត់ឆ្ងាញ់ទេបងប្អូនវាអត់សូវឆ្ងាញ់ដូចអាពីអំពីបានចាក់បន្លែឆ្អីចូលអស់ហើយយើងទុកវាត្រឹមតែមួយរំពុះបានទេណាបងប្អូនហើយភ្លក់ទៅប្រៃផ្អែមសាបអីទៅតាមការចូលចិត្តណាបើចំពោះខ្ញុំគឺខ្ញុំចូលចិត្តមកល្មមតែម្ដងហើយបើសម្រាប់បងប្អូនចូលចិត្តបែបណាបងប្អូនថែមថយគ្រឿងទៅតាមនឹងទៅណាហើយជាចុងក្រោយហ្នឹងគឺស្លឹកខ្ទឹមយើងនឹងឯងនៅពេលដាក់ចូលទៅឡើងឈ្ងុយហ្មងបងប្អូនអើយហើយមើលទៅមិនដែរបងប្អូនតំណងអត់ហើយបើសិនជាមើលទៅតំណងសូមឲ្យបងប្អូនជួយដាក់ពិន្ទុហើយនឹងជួយឲ្យបេះដូងខ្ញុំម្នាក់មួយផងហើយចំពោះអ្នកដែលមិនទាន់ Subscribe YouTube Channel របស់ខ្ញុំសូមកុំភ្លេច Subscribe YouTube Channel ហើយនឹង Page Facebook របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តទៀតចឹងណាហើយឥឡូវយើងមកដួសភ្លក់ទាំងអស់គ្នាបងប្អូនសឡមួយចានគោមតូចហ្នឹងបងប្អូនគឺថាភ្លក់ម្នាក់ឯងបងប្អូននិយាយពីថាឆ្ងាញ់អើយឆ្ងាញ់នៅពេលដែលមកអង្គុយកាត់វីដេអូអញ្ចឹងទៅដឹងថាអូយឃ្លានទៀតហើយបងប្អូនហើយចំពោះសម្លមួយឆ្នាំងនេះផងដែរក៏មិនភ្លេចអ្នកដែលទៅទិញម្ហូបឲ្យខ្ញុំជាពិសេសហ្នឹងគឺថាត្រូវទៅដល់ផ្ទះតែម្ដងបងប្អូនគឺអត់ភ្លេចទេឥឡូវនេះគឺខ្ញុំមិនដែលបានតាំងពីសម្រាលកូនសរសៃខ្ចីមកគឺខ្ញុំមិនដែលបានដើរផ្សារទេបងប្អូនហើយគឺផ្ញើតែគេរហូតនឹងអញ្ចឹងវីដេអូធ្វើម្ហូបក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាសំណាងល្អទាំងអស់គ្នា